ពេលវេលាអត់ចាំយើងទេកុំភ្លេចបង្កើតអនុស្សាវរីយ៍ល្អៗជាមួយអ្នកនៅជុំវិញខ្លួនយើងឲ្យបានច្រើនការពិតជីវិតយើងម្នាក់សាមញ្ញតែយើងខ្លួនឯងទេអ្នកធ្វើឲ្យពិបាកទៅដល់កន្លែងណាក៏នៅតែហូបបាយ3ពេលហេតុអីចាំបាច់ធ្វើឲ្យខ្លួនឯងស្មុគស្មាញធ្វើអីលើបងប្អូនសាក់បិទភ្នែកប្រកាសជាអត់ឃើញអីទាំងអស់មែនអត់ជីវិតយើងទៅមុខក៏អញ្ចឹងដែរតែនៅពេលដែលបងប្អូនបើកភ្នែកមកវិញឃើញខ្ញុំហើយឃើញមេឃស្រឡះល្អណាត់ម៉ែក្មួយធ្វើសាច់គោអាំងពេជ្រដេចនៅមុខផ្ទះនៅផ្ទះមួយគ្នាមែនតែម៉ែតតែណាត់ទុកមុនបើមិនចឹងអត់បានជួបទេខែបនខែទៀនចឹងធ្វើសច្ចកម្មធ្លាប់តែហាន់សាច់ស្ដាងឲ្យប្រឡាក់គ្រឿងអាំងតែលើកនេះខ្ញុំធ្វើលក្ខណៈកាត់ខ្លាយហាន់ជាកង់ដុំដូចឆាលោកឡាក់ពេលអាំងទៅអត់សូវខ្សោះមើលគ្រាន់តែឃើញជាទឹកមាត់ជ្រាបបារាយទ្រាំតែប្រឡាក់គ្រឿងអាំងទៀតហូរទឹកមាត់មកវូហើយមើលទៅក្មួយលេងសុកទាញទៅដោះគោញ៉ាំឲ្យតែបានញ៉ាំទៅដោះគោអេធូម្ដងញញឹមបិទមាត់អត់ចិត្តព្រោះអីឆ្ងាញ់ក្លិនក៏ឈ្ងុយហើយអត់មានស្ករសប៉ានិមិត្តគាត់ហូបហើយអត់ធ្វើឲ្យក្តៀនឬក៏រាកទេក្នុងទៅដោះគោផ្ទុកដោយប្រូតអ៊ីនអេធូសតវីតាមីននិងកាល់ស្យូមជំនួយឲ្យឆ្អឹងគាត់រឹងមាំបញ្ញាឆ្លាតវៃហើយជំនួយដល់ខួរក្បាលនិងការចងចាំគាត់បានល្អទៅដោះគោអូស្ត្រាលីអូនអេធូផលិតចេញពីគោធម្មជាតិសុទ្ធ 100% នាំចូលពីប្រទេសអូស្ត្រាលីក្មេងៗអាយុ1ឆ្នាំឡើងញ៉ាំបានហើយម៉ាក់ជ្រើសរើសសម្រាប់កូនញ៉ាំប្រចាំថ្ងៃល្អមែនតែនសម្បូរទាំងអាហារូបត្ថម្ភនិងសារធាតុចិញ្ចឹមច្រើនមួយខ្ញុំបានញ៉ាំហើយឆ្លៀតយកមកកញ្ចប់មកយកចិត្តអ៊ីទៀតងាកមកសាច់គោយើងវិញប្រឡាក់ជាមួយគ្រឿងបុកស្លឹកក្រូចសើចម្សៅស៊ុបប៊ីចេងស្ករទឹកប្រេងខ្យងហើយនិងទឹកដោះគោបន្តិចជួយបង្កើនសាច់ឲ្យកាន់តែមានក្លិនឈ្ងុយមិនតាន់បានច្បល់គ្រឿងស្រួលបួលផងភ្លៀងមកឈូសង្ស័យពេជ្រនិចរបស់ខ្ញុំថ្ងៃនេះបរាជ័យទេដឹងបើភ្លៀងលិចមេឃលិចដីយ៉ាងហ្នឹងដូចគេថាកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយមែនក្មួយថាអត់អីទេភ្លៀងខាងក្រៅអាចធ្វើខាងក្នុងបានតើអ៊ីដោតសាច់មកខ្ញុំជួយបង្កាត់ភ្លើងអាំងហេតុតែចង់ញ៉ាំមកខ្ញុំព្យាយាមបង្កើតភាពស្និទ្ធស្នាលជាមួយក្មួយឲ្យហើយពួកអីប្រៀបដូចឪពុកម្ដាយចឹងឯងចាំកូនមានពេលជាមួយកូនតែពេលពួកគាត់នៅតូចទេតែពេលដល់ធំពួកគាត់ទៅធ្វើការមានគូសកលអស់ទៅលែងនៅក្បែរយើងទៀតហើយពេលឃើញសាច់ម្នាក់ហៀទឹកមាត់បនឲ្យតែឆាប់បានអាំងជួយផ្លុំភ្លើងផងបក់រួយផងអីផងពេញទៅនឹងទ្រាំអត់បានយកមកចកភ្លក់មួយទាំងក្តៅហ្មងសាច់គោចង់អាំងឲ្យឆ្ងាញ់មិនបាច់ទុកដល់ក្រៀមពេកទេយកឆ្អិនត្រឹម 80% មានរសជូសស៊ីនៅក្នុងសាច់ញ៉ាំជាមួយនឹងជ្រក់ស្ពៃក្តោបដែលធ្វើថ្ងៃមុនទៀតហឹលតិចឈ្ងុយគ្រឿងដែលយើងប្រឡាក់សាច់ហ្នឹងមានជាតិមែនតែនគម្រោងពេជ្រនិចនៅលើវាស្មៅបរាជ័យក៏ដោយប៉ុន្តែម្ហូបនៅតែឆ្ងាញ់អស់មកចកថែមមកចកទៀតសាច់ក៏ឆ្ងាញ់ជ្រក់ក៏ឆ្ងាញ់អស់បាយពី3ចានអត់ដឹងខ្លួនម្នាក់បងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំហើយបង្កើតអនុស្សាវរីយ៍ល្អៗជាការចងចាំជាមួយនឹងអ្នកនៅជុំវិញខ្លួនយើងឲ្យបានច្រើន